ស្ដីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាវីដេអូនេះថ្ងៃចូលឆ្នាំសង្ក្រាន្តចូលឆ្នាំ2025ហ្នឹងពួកខ្ញុំបានទៅដើរលេងនៅសៀមរាបនៅសង្ក្រាន្តសៀមរាបទៅថ្ងៃទី13ពីជប់ទៅហើយទៅពីយប់ម៉ោងប្រហែល3ភ្លឺហើយពីចូលថ្ងៃទី14ហើយចឹងថ្ងៃសង្ក្រាន្តឆ្នាំហ្នឹងយើងសង្ក្រាន្តថ្ងៃទី14ទៅសង្ក្រាន្តនៅកោះសៀមរាបលើពេលនេះទៅពីយប់ខ្លាចស្ទះផ្លូវពេលដើរតាំងពីម៉ោង2ម៉ោង3គេចេញទៅស្ងាត់ផ្លូវឈឹងបងប្អូនអើយប៉ុន្តែទេសភាពស្អាតសាហាវឆ្លងកាត់ខេត្តកំពង់ធំយើងណាទេសភាពស្អាតនេះដល់កំពង់ធំនោះម៉ោងប្រហែលជា4ណាយ៉ាងហើយតែភ្លើងភ្លឺរហូតបើកភ្លើងភ្លឺរហូតចឹងទៅចូលឆ្នាំហើយកាត់ខេត្តកំពង់ធំស្អាតមែនតែនហើយអត់ស្ទះទេផ្លូវថ្ងៃនោះគឺស្ងាត់សួរបើថាហ៊ានចេញទៅថ្ងៃទេខ្លាចស្ទះគឺពីយប់ទៅហើយចៃដន្យបានឃើញទេសភាពពេលរាត្រីនៅខេត្តស្អាតបើកភ្លើងស្អាតណាស់បងប្អូនអើយ